នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងថាកម្ពុជាថៃយកព្រមចូលរួមកិច្ចប្រជុំដើម្បីកាត់បន្ថយភាពតានតឹងបញ្ហាព្រំដែនឯកឧត្តមអនវ៉ាត់អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថាប្រទេសកម្ពុជានិងថៃបានព្រមព្រៀងគ្នាចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី22ខែធ្នូដែលជាគំនិតផ្ដើមដឹកនាំដោយប្រទេសម៉ាឡេស៊ីនិងប្លុកតំបន់ដើម្បីបន្ធូរបន្ថយភាពតានតឹងនិងបង្ការការរីករាលដាលនៃជម្លោះបន្ថែមទៀតនៅតាមព្រំដែនកម្ពុជាថៃនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃប្រហ័សទី18ខែធ្នូឆ្នាំ2025ឯកឧត្តមអនវ៉ាត់បានបញ្ជាក់ថាកិច្ចប្រជុំនេះនឹងអនុញ្ញាតឲ្យអាស៊ានធ្វើការវិដំឡៃស្ថានភាពជារួមនិងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យបញ្ឈប់ការវិលុកនៅជួរមុខដោយចាប់ផ្ដើមពីបទឈប់បាញ់ជាបន្ទាន់ឯកឧត្តមបានប្រាប់អ្នកព័ត៌មានថាយើងកំពុងអំពាវនាវឲ្យពួកគេបញ្ឈប់ការវិលុកនៅជួរមុខហើយបើអាចធ្វើទៅបានត្រូវអនុវត្តការឈប់បាញ់ជាបន្ទាន់ឯកឧត្តមបានបន្តថាការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏ដូចជាការពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានជំរុញឲ្យមានការអត់ធ្មត់បើទោះបីជាមានការព្រួយបារម្ភពីមុនអំពីការរៀបចំកិច្ចពិភាក្សានៅចំពេលដែលមានការប្រយុទ្ធគ្នាកំពុងបន្តក៏ដោយប៉ុន្តែលោកអាន់វ៉ាតបានឲ្យដឹងថាឥឡូវនេះទីក្រុងភ្នំពេញនិងទីក្រុងបាងកកបានយកព្រមចូលរួមកិច្ចប្រជុំនេះហើយដែលនេះគឺជាជំហានវិជ្ជមានមួយសម្រាប់សម្រួលដោយទូនាទីរបស់អាស៊ានឯកឧត្តមអាន់វ៉ាតបានបន្ថែមថាភាគីទាំងពីរក៏បានយកព្រមជាគោលការណ៍លើការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ានខណៈដែលម៉ាឡេស៊ីនៅតែបន្តចូលរួមទាំងក្នុងកម្រិតការទូតនិងកម្រិតយោធាឯកឧត្តមអាន់វ៉ាតបានបញ្ជាក់ថាឯកឧត្តមនៅតែមានសិទ្ធិធានិយមថាកិច្ចប្រជុំនៅថ្ងៃទី22ធ្នូនេះអាចជួយធានាឲ្យមានការបញ្ឈប់អរិភាពជាជំហានដំបូងនិងបើកផ្លូវការសម្រាប់កិច្ចពិភាក្សាឲ្យបានទូលំទូលាយលើការដោះស្រាយរយៈពេលវែងទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990